រឿងកុលាបបៃលិនវគ្គទី3ចៅចិត្តកើតគំនិតថ្មីតាំងពីថ្ងៃនោះមកចៅចិត្តក៏បានធ្វើជាកម្មករជិះត្បូងនៅគេហដ្ឋានរបស់លោកលួងរតនសម្បត្តិទោះបីការនោះជាការធ្ងន់ក៏ដោយចៅចិត្តក៏ឥតមានចិត្តធុញទ្រាន់តែងតែខំធ្វើការនោះដោយគ្មីគ្មៀតអស់ពីចិត្តពីថ្លើមមិនមាននឹកនាដល់សេចក្តីនឿយហត់ឡើយភាសិតមួយបទថាខ្លួនទីពឹងរបស់ខ្លួនដែលជាពាក្យបណ្ដាំរបស់បិតាចុងក្រោយបង្អស់នោះនៅឮសូររងំកងរំពងក្នុងត្រចៀករបស់ចៅចិត្តហាក់ដូចជាមានទេវតានៅចាំខ្សឹបប្រាប់និងត្រចៀកជានិច្ចការខំប្រឹងប្រែងធ្វើការយ៉ាងម៉ឺងម៉ាត់ឥតមានទម្រុននិងអធ្យាស្រ័យល្អរបស់ចៅចិននោះជាហេតុធ្វើឲ្យពួកកម្មករផងគ្នាស្រឡាញ់រាប់អានជាច្រើនរហូតដល់លួងរតនសម្បត្តិក៏មានចិត្តមេត្តាក្មេងកំឡោះនោះជាច្រើនដែរចៅចិត្តចូលមកធ្វើការនៅផ្ទះលោកលួងអស់វេលា6ខែកន្លះមកហើយនោះតែងបានជួបប្រទះនឹងធម្មជាតិថ្មីដូចជាព្រៃភ្នំក្រំថ្មព្រឹក្សាលតាវល្លិនិងអាកាសស្រស់បរិសុទ្ធដែលជារបស់ចម្លែកក្នុងជីវិតចៅចិត្តតែដែលចម្លែកយ៉ាងពន្លឹកជាងនេះទៅទៀតនោះគឺខុននារីចៅវាយក្រមុំរបស់ចៅចិត្តដែលជាស្ត្រីប្រកាន់ខ្លួនមានរឹកពីឆ្មើងឆ្មៃហើយជានារីមានរូបឆោមយ៉ាងល្អឯកក្នុងស្រុកបបៃលិនហាក់ដូចជាផ្កាកុលាបកំពុងរីកផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងវស្សានរដូវវេលាដែលចៅចិត្តអង្គុយក្នុងផ្ទះស្ងាត់តែម្នាក់ឯងច្រើនប្រមូលយករឿងអស់នេះមកគិតនឹកជានិច្ចហើយនឹកឆ្ងល់តែម្នាក់ឯងថាហេតុដូចម្ដេចបានជាអញចេះតែរំពឹងនឹកដល់នាងក្រមុំនេះអីម្លេះចុះអញជាប់ចិត្តប្រតិព័ទ្ធនាងក្រមុំនេះឬអីមិនបានទេនាងនេះរូបឆោមលោមល្អមែនហើយប៉ុន្តែរឹកពីឆ្មាំងឆ្មៃប្រកាន់ខ្លួនហួសពេកថែមទាំងមានសម្បត្តិស្រុកស្ដំណាស់ហួសវិស័យឈោងតោងបេះប្រលេះយកបានចុះអ្នកមានប្រយោជន៍អ្វីដែលអ្នកនៅខំនឹកគិតដល់គេទុកជាខំទប់ចិត្តមិនឲ្យគិតដូចម្ដេចក៏នៅតែមានកូនចិត្តរិះរេទៅរករូបារម្មណ៍នោះទាល់តែបាននៅទីបំផុតចៅចិត្តភីវនាថាខ្លួនទៀបកំតោងដៃខ្លីកំឈងស្រវាអោបភ្នំចំណែកនាងនារីក៏ធ្លាប់គិតថាកម្មករថ្មីរបស់នាងនេះជាមនុស្សចម្លែកជាងគេមិនចេះប្រជប់ប្រជែងចៅវាយនាយនិយាយត្រង់ទៅត្រង់មកឥតចេះក្រែងចិត្តគេសោះថែមទាំងចេះនិយាយសម្ដីទាន់សម័យទៀតផងបានជានាងនឹកជឿថាកម្មករកំឡោះនោះបានរៀនសូត្រចេះដឹងច្រើនគួរសមដែរជួនកាលនាងបានឮសូរបុរសកំឡោះនោះស្រែកច្រៀងរាយទំនុកតាមការកំសត់របស់ខ្លួនក៏មានច្រៀងទំនុកជាយុវាភិរមជាពាក្យរំលឹកយុវជនក៏មានទើបនាងយល់ថាកម្មករកំឡោះនេះច្បាស់ជាចេញមកពីសាលាមធ្យមសិក្សាណាមួយប្រកាសនៅវេលាប្រលប់ថ្ងៃនោះជាខាងរនោចព្រះច័ន្ទក៏រះឡើងព្រៀងមើលឃើញឆែបមួយចំហៀងឆ្លោះពន្លឺពណ៌ប្រផេះគងចុងប្រឹក្សាយ៉ាងត្រចះត្រចង់នារីចុះមកដើរលេងកំសាន្តចិត្តជាមួយនឹងស្រីបំរើម្នាក់នៅទីធ្លាសួនច្បារមុខផ្ទះដែលមានស្មៅរៀបស្អាតដូចកម្រាលព្រំនាងតែងតែចោលភ្នែកក្រឡេកទៅកូនផ្ទះមួយ
ដែលចៅចិត្តស្នាក់នៅនោះជារឿយពេលនោះនាងបានឃើញផ្ទះនោះងងឹតឥតពន្លឺភ្លើងទើបនាងនាំក្មេងស្រីបម្រើហើយលោបដើរឈៀងចូលទៅឈរនៅគុំការដកខឹមខាងមុខបង្អួចស្រាប់តែឮសូរសំឡេងមនុស្សច្រៀងទំនុកយុវាភិរមយ៉ាងពិរោះចាប់ចិត្តថាពួកយើងជាគណៈយុវជនស្រស់ស្រួលលើសលន់ទាំងប្រុសទាំងស្រីចូលយុវសាលាដែលទៅបើកពួកយើងជាគណៈយុវជនស្រស់ស្រួលលើសលន់ទាំងប្រុសទាំងស្រីចូលយុវសាលាដែលទៅកើតថ្មីប្រយោជន៍ដើម្បីជួយជ្រោមជ្រែងគ្នាឲ្យបានចងបាច់ជាក្រុមមិត្តភ័ក្តិស្រឡាញ់រួមរយៈសាមគ្គីទាំងជាតិយើងផងនានាមេត្រីគ្រប់គ្នាជាសុខសេមសានគួរជួយអ្នកខ្សត់ឲ្យបានចេញទៅដើរមើលលំនៅសពទីភូមិឋានមើលស្រែចម្ការនិងច្បារឧទ្យានកិច្ចការប៉ុន្មានតោងចោងចាំទុកវេលានោះរស្មីច័ន្ទកំពុងតែចូលមកតាមចន្លោះបង្អួចនិងចន្លោះទ្វារទើបនាងមើលទៅឃើញរាងកាយចៅចិនដេកលក់ស្ដោកស្ដឹងនៅទីនោះយ៉ាងច្បាស់លាស់នាងក៏ស្រែកដាស់ចៅចិន2-3ម៉ាត់ចៅចិនក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយដេកកាលឃើញអ្នកដែលចូលមកដាស់ច្បាស់ក៏មនីនិយាយអញ្ជើញឲ្យអង្គុយដោយកិរិយាអោនលំទោនអញ្ជើញអង្គុយខុនរីចៅចិត្តនិយាយព្រមទាំងលើកកៅអីមួយមកជូនអង្គុយហើយនិយាយថាការដែលខុនអញ្ជើញមកលេងផ្ទះខ្ញុំបាទមានសេចក្តីត្រេកអរណាស់ទុកដូចជាបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់នាងនារីធ្វើមុខក្រញើបន្តិចហើយស្ដីទៅថាអ្នកណានិយាយថាខ្ញុំមកលេងនឹងអ្នកឯងចៅចាត់សង្ស័យក៏សួរទៅវិញថាចុះខុនអញ្ជើញមកមានការអ្វីនាងតបទៅវិញយ៉ាងកំបុតថាខ្ញុំមកស្ដាប់មនុស្សច្រៀងទេតាចុះអំបញ្ញមិញនេះអ្នកណាច្រៀងទំនុកយុវាភិរមក្តែងក្នុងទីនេះចៅចិត្តធ្វើឡើងលងនិយាយសួរនាងថាទៀនប្រាវយុវាភិរមជាអ្វីជាសត្វឬជាមនុស្សខ្ញុំបាទមិនដែលឮឈ្មោះសោះឡើយនាងនារីខឹងឡើងមុខក្រហមហើយប្រាប់ទៅថាណែអ្នកភ្លើយុវាភិរមជាទំនុកច្រៀងខ្ញុំចង់ដឹងថាតើអំបញ្ញមិញនេះនរណាច្រៀងចិត្តទេនរណាច្រៀងខ្ញុំបានឥតដឹងសោះឡើយតែខ្ញុំបានមិនមែនច្រៀងទេឯខ្ញុំបាទនេះកំពុងថាដល់ទៅភ្លេងយុវាភិរមជាទំនុកទំនើបថ្មីអ្វីនោះឡើយទេឯខ្ញុំបាទនេះកុំថាដល់ទៅភ្លេងយុវាភិរមជាទំនុកទំនើបថ្មីអ្វីនោះឡើយតែបន់សកវាចុះផែអុំទូករាល់ឆ្នាំនោះខ្ញុំបាទក៏ឥតចេះនឹងគេសោះឡើយនារីកំពូតខ្ញុំបានឮសូរសំឡេងច្រៀងអំពីខាងលើផ្ទះនេះឯងហើយនៅលើផ្ទះនោះក៏មានតែអ្នកឯងម្នាក់ឯងមែនទេបានមានតែខ្ញុំបាទម្នាក់ឯងមែនតែខ្ញុំបានមិនមែនជាអ្នកច្រៀងទេអ្នកឯងច្រៀងក្តែងនៅតែប្រកែកនឹងគេទៀតនារីផ្ទួនពាក្យចៅចិត្តសើចហើយថាខ្ញុំបាទជម្រាបហើយថាខ្ញុំបាទមិនចេះច្រៀងទេក៏នៅតែបង្ខំឲ្យច្រៀងទៀតខុននារីបើខ្ញុំបាទចេះច្រៀងនឹងច្រៀងជូនខុនស្ដាប់ឥឡូវនេះឯងនាងនារីនឹកខឹងក្រោកឡើងឈរហើយថាមនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេចិត្ត
បើមិនចេះស្ដាប់ភាសាខ្មែរហេតុអ្វីក៏និយាយឆ្លើយឆ្លងគ្នាបាននារីឈប់ចិត្តកុំនិយាយថ្លង់ណាស់នាងលើកដៃហាមហើយប្រុងនឹងចុះពីផ្ទះនោះទៅដោយរុះរាន់តែចៅចិត្តអង្គខាត់ថាពុទ្ធោខុននារីខុនប្រញាប់ទៅណាភ្លាមនាងឆ្លើយយ៉ាងសោះក៏ក្រោះថាទៅគេងចិត្តខុនកុំអាលអញ្ជើញទៅខុនមិនគួរលះបង់ធម្មជាតិល្អដល់ត្រកាលដែលគួរពិតពិលរមិលមើលក្នុងវេលានេះទៅទេនារីខ្ញុំក៏ចូលចិត្តធម្មជាតិល្អដូចនេះដែរតែស្អប់មនុស្សឈួតព្រើលនៅទីនេះឥតមានមនុស្សឈួតទេខុនចៅចិត្តខ្ជិលនិយាយជជែកតទៅទៀតបែរជាបបួលដោយស្រួលថាណាស់ហើយខុនមិនបាច់និយាយជជែកគ្នាច្រើនទេសូមអញ្ជើញទៅសន្ទនាលេងក្នុងសួនច្បារឯណោះមើលធម្មជាតិល្អដល់ត្រកាលកំរមានណាស់មិនដឹងជាអំណាចអ្វីមកគ្របសង្កត់ឲ្យនាងនារីធ្វើតាមពាក្យអញ្ជើញរបស់ចៅចិនស្រាប់តែចុះដើរនាំមុខទៅដោយស្រួលទៅអង្គុយលើជើងម៉ាវែងក្បែរដើមចំបៃមួយដើមជាមួយនឹងស្ត្រីបម្រើរបស់នាងឯចៅចិនក៏អង្គុយលើស្មៅក្បែរជើងម៉ាវែងនោះដែរតែភ្នែករំពៃងើបមើលទៅប្រច័ន្ទ្រាឆែបពាក់កណ្ដាលដួងដកដេដាស់ទៅដោយពួកផ្កាមានចំនួនច្រើនលើសលប់កណនីហើយចៅចិត្តនិយាយឡើងថាខុនគប់ចិត្តពន្លឺរស្មីដួងប្រច័ន្ទឬទេនារីខ្ញុំចូលចិត្តដែរចិនចៅចិត្តនិយាយដោយសម្ដីទន់ភ្លន់ថាមែនហើយខុននារីធម្មជាតិជារបស់ចម្លែកនេះអាចប្រឡោមលួងលោមអារម្មណ៍របស់មនុស្សយើងឲ្យបានសុខស្រួលពន្លឺរស្មីប្រេះច័ន្ទខ្យល់រំភើយផាត់និងក្លិនក្រអូបឈ្ងុយឈ្ងប់របស់ផ្កានានាអាចធ្វើចិត្តគំនិតរបស់យើងឲ្យមានអារម្មណ៍រីករាយទៅតាមយ៉ាងចម្លែកនាងអង្គុយស្ដាប់សម្ដីចៅចិត្តនិយាយដោយអារម្មណ៍អណ្ដែតអណ្ដូងនាងគិតថាកម្មករកំឡោះនេះជាមនុស្សចម្លែកជាងកម្មករឯទៀតរបស់នាងសម្ដីគ្រប់ម៉ាត់របស់កម្មករនេះពេញទៅដោយសំនួនវោហាមុខគួរឲ្យចង់ស្ដាប់មិនសមជាមនុស្សខ្សោយចំណេះចេះដឹងទេនាងនារីស្ងាត់ទៅមួយស្របក់ចៅចិត្តក៏ផ្ដើមនិយាយឡើងមុនថាបើខុននៅតែម្នាក់ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះតើខុនធ្លាប់នឹកប្រវត្តិដល់ញាតិមិត្តសម្លាញ់ដែលនៅឆ្ងាយខ្លះដែរទេនាងនារីក៏ធ្លាប់នឹកដែរចិនខ្ញុំបានក៏ធ្លាប់នឹកដែរហើយច្រើនតែជាប់នៅនឹងចិត្តជានិច្ចផងខុននារីតាំងពីខ្ញុំបានមកអាស្រ័យនឹងផ្ទះខុននេះខ្ញុំបានមិនដែលឃើញអ្នកម្ដាយរបស់ខុនដល់ម្ដងសោះខ្ញុំគ្មានម៉ែទេចិនចម្លែកដែរបើខុនគ្មានម្ដាយចុះខុនកើតមកដូចម្ដេចបានយីណែគាត់ឯងកុំនាំអុចអាលបណ្ដាលឲ្យកើតទោសាណាពាក្យដែលថាគ្មានម្ដាយនោះគឺថាម្ដាយនោះគាត់អនិច្ចកម្មទៅហើយយល់ទេដូច្នេះទេឬតែខុនកាន់តែក្រន់បើជាងខ្ញុំបាទច្រើនម្ដាយគាត់ខូចទៅហើយដែរឬចៅចិត្តធ្វើមុខស្រពោនហើយថាខុននៅក្រន់បើជាងខ្ញុំបានច្រើនព្រោះ
មានឪពុកបីបាច់ថែរក្សាចំណែកខាងខ្ញុំបាទគ្មានទាំងឪពុកទាំងម្ដាយត្រង់នេះនាងនារីសង្កេតមើលទឹកមុខចៅចិត្រឃើញស្ងួតស្រពោនទៅច្រើនចៅចិត្រសន្សឹមងើបមុខមើលទៅមុខនាងហើយនិយាយថាប្រសិនបើធៀបខ្លួនខុនមកខ្ញុំបាទវិញហើយថែមទាំងជាស្ត្រីផងខុនតោងគិតថាការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯងនោះតើវាមានរសជាតិដូចម្ដេចខ្លះតែខ្ញុំបានជាប្រុសល្មមអត់ធ្មត់សេចក្តីលំបាកគ្រប់យ៉ាងហើយធ្លាប់តទល់នឹងសេចក្តីក្រីក្រតោកយ៉ាកមកច្រើនហើយជួនកាលខ្ញុំបានអត់បាយពេញមួយថ្ងៃក៏មាននាងនារីអង្គុយសំងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយតែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯងថាបើអញត្រូវទទួលគ្រោះថ្នាក់យ៉ាងនេះឯងតើនឹងមានសេចក្តីលំបាកយ៉ាងណាទៅចុះចិត្តមកនៅទីនេះបានស្រួលខ្លះហើយឬនៅឡើយទេនាងនិយាយតិចហើយមានសំឡេងទន់ជាងមុនច្រើនចៅចិត្រសម្លឹងមើលភ្នែកនាងនារីហើយញញឹមយ៉ាងរុះរាយឆ្លើយថាបានស្រួលច្រើនខុននារីតាំងអំពីខ្ញុំបានទទួលមកអាស្រ័យនៅក្នុងផ្ទះខុននេះបានស្រួលឡើងច្រើនមិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ទេបើបបៃលិននៅតែមានមេត្តាខ្ញុំបានយ៉ាងនេះជានិច្ចទៅខ្ញុំបានមុខជាសូមផ្ញើឆ្អឹងនៅតំបន់នេះជាប្រកបអាកាសនៅបបៃលិនតាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើនបើជួនជាត្រូវរដូវរងាដោយក្នុងវេលានេះក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតច្រើនលុះលឺសូរទឹកសន្សើមធ្លាក់ចុះពីស្លឹកឈើមិនដាច់រយៈដួងច័ន្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅខ្យល់ត្រជាក់កាន់តែបក់ផាត់ខ្លាំងឡើងជាហេតុនាំឲ្យត្រជាក់ញាក់ដល់បេះដូងកំឡោះក្រមុំទាំងពីរនាក់ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពូនដោយនិយាយឡើងថាយប់ជ្រៅហើយខុននារីអញ្ជើញឡើងទៅផ្ទះវិញចុះអំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះអាចធ្វើឲ្យខុនផ្ដាសាយឬទៅជាគ្រុនក៏សឹងបានឯនារីក្រោកឡើងទៅលើផ្ទះដោយស្រួលដោយកូនក្មេងដែលប្រដៅបានបែបបត់ល្អតែនាងមកនឹកឆ្ងល់ក្នុងចិត្តថាកម្មករកំឡោះនេះមានអំណាចអ្វីណោអាចហ៊ានបង្គាប់អញឲ្យធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូចនេះតែនាងក៏គិតយល់ថាប្រសិនបើអញនៅហាលសន្សើមយូរពេកអាចធ្វើឲ្យគ្រុនរងាឬផ្ដាសាយបានមែនលុះដល់ព្រឹកឡើងចៅចិត្រក៏លីចប់ដោយចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូងត្រង់ទិសខាងកើតដោយសពដងដែលធ្លាប់ធ្វើមករាល់ថ្ងៃបានដើរកាត់មុខផ្ទះធំនោះទៅស្រាប់តែឃើញនាងនារីនិងលោកលួងរតនសម្បត្តិអង្គុយក្នុងរថយន្តយីហោរីណូដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែឯតាសុនជាអ្នកបើកបររថយន្តនោះខំប្រឹងរវៃដៃតតែបែកញើសក៏នៅមិនឆេះសោះដល់យូរពេកណាស់ទើបលួងស្រែកសួរទៅថាតាសុនរថយន្តមិនឆេះទេឬតាសុនកវីក្បាលយកកន្សែងជូតញើសមុខហើយជម្រាបទៅលោកថាមិនឆេះទេទៀនប្រោស
ខ្ញុំបានដោះលាងសម្អាតគ្រឿងអំពីយប់មិញនេះឯងស្រាប់តែព្រឹកឡើងវាគៀកដូច្នេះទៅចៅចិត្តដើរចូលមកចិត្តលើកដៃសំពះលួងរតនសម្បត្តិហើយជម្រាបសួរថាទៀនប្រោសប្រដេជប្រគុណនឹងអញ្ជើញទៅឯណាលោកតបទៅថាខ្ញុំទៅទទួលលោកបលានស្រុកសង្កែបន្តិចតែរត់វាមិនព្រមឲ្យទៅសោះចៅចិត្តនាងនារីសម្លឹងមើលចៅចិត្តមួយផ្លែតឃើញទឹកមុខដូចជាស្រស់បោះជាងសពថ្ងៃមានកិរិយាអង្អាចខុសពីកម្មករឯទៀតនារីប៉ាយើងទៅមិនរួចទេឬអ្វីនាងសួរដោយសេចក្តីព្រួយសូមឲ្យខ្ញុំបានរវៃមើលបន្តិចក្រែងឆេះឡើងបានហើយចៅចិត្តបើកគម្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹមហើយនិយាយថាទៀនប្រោសទាស់ត្រង់នេះរវៃម្ដងទៀតឆេះជាប្រកបហើយប្រាប់តាសុនឲ្យរវៃម្ដងទៀតតាសុនចាប់រវៃម្ដងទៀតគ្រឿងយន្តក៏ក្រហឹមកឹកកងមួយរំពេចឡើងអ្នកទាំងអស់គ្នាក៏ញញឹមតាសុនក៏ឡើងទៅផ្ទះសមាចៅចិត្តហើយលន់មាត់ថាពូកែក្រនបើអ្នកក្មួយអញលួងរតនសម្បត្តិក៏លន់មាត់ដោយសេចក្តីត្រេកអរហើយសួរចៅចិត្តថាចៅចិត្តពូកែមែនរៀនចេះពីណាប្រសពលក្ខចំណេះណាចៅចិត្តនឹកត្រេកអរបងអោនជម្រាបទៅលោកថាទៀនប្រោសមិនបានរៀនឯណាទេគ្រាន់តែធ្លាប់បររថយន្តមកដែរក៏ល្មមធ្វើកើតចំពោះតែគ្រឿងដែលខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះហើយចាប់ចបលើកលីលើស្មាប្រុងដើរចេញទៅឯតាសុនបានឮសម្ដីដែលចៅចិត្តថាធ្លាប់បររថយន្តមកដែរក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះគាត់មិនទាន់បានសាកសួរសុខទុក្ខសោះស្រាប់តែជាប់រវល់មកបររថយន្តជូនលោកលួងទៅស្រុកសង្កែទើបគាត់ជម្រាបសុំច្បាប់លោកថាទៀនប្រោសថ្ងៃនេះខ្ញុំបានមានធុរៈត្បិតប្រពន្ធខ្ញុំបានទើបមកដល់ផ្ទះព្រឹកមិញនេះខ្ញុំបានមិនទាន់បានសាកសួរសុខទុក្ខវាថាប្រញាប់វិលទៅស្រុកវិញក្នុងពេលវេលាថ្ងៃត្រង់នេះផងដូច្នេះសូមព្រះដេចព្រះគុណមេត្តាឲ្យចៅចិត្តបររថយន្តជំនួសខ្ញុំបាទមួយពេលសិនចុះលួងរតនសម្បត្តិស្ងៀមមួយស្របក់បែរទៅសួរចៅចិត្តថាចិត្តឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេចៅចិត្តបែរទៅមើលមុខតាសុនឃើញសម្ដែងអាការៈអង្វរទើបចៅចិត្តជម្រាបទៅលោកថាខ្ញុំបាទបរជូនបានទៀនប្រោសតាសុនត្រេកអរណាស់ស្ទុះទៅចាប់ដៃចៅចិត្តអង្រួនថាអរគុណអ្នកក្មួយណាស់សូមអ្នកក្មួយសម្លាញ់ជួយយកតែបន់ទៅចុះហើយគាត់ងាកមកលើកដៃសំពះលាលួងរតនសម្បត្តិដើរចេញទៅចៅចិត្តយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយក៏ផ្លាស់សពុតអាវកម្មករជាអ្នកបររថយន្តឡើងកាច់ជង្គោតបរចេញទៅទីនោះទៅទំនងជាអ្នកឆ្លាតប៉ិនប្រសពដោយមិនមានឧបសគ្គរវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែដែលជាទីក្រុងបាត់ដំបងឪពុកនិងកូនក៏ចុះពីរថយន្តដើរសម្ដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុកប្រហែលកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមកចៅចិត្តសួរដោយកិរិយាសុភាពថាត្រឡប់ទៅឥឡូវឬនៅទេគុណនៅទេនាងតបកំបុតហើយថាច
ចិត្តតោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវនេះនោះគិញ្ច្រែងចិត្តកាន់យកទៅផងណាចៅចិត្តនឹកភាំងបន្តិចត្បិតតាំងអំពីកើតមកមិនដែលកាន់កញ្ច្រែងដើរតាមក្រោយស្រីណាម្ដងសោះតែគ្រានេះត្រូវតែធ្វើតាមត្បិតគេជាចៅវាយខ្លួនឲ្យប្រាក់ខែខ្លួនគេឲ្យផ្ទះនៅទុកជាការធ្វើដូច្នេះនាំឲ្យអាម៉ាស់មុខយ៉ាងណាក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះទៅនាយចិត្តតស៊ូកាត់គេកាត់ខ្មាស់ចាប់កញ្ច្រែងត្រីដើររុយតាមក្រោយចៅវាយក្រមុំមានរូបឆោមស្រស់ប្រឹមប្រៃនោះទៅនារីបង្គាប់ចិនទៅសួរទិញត្រីរស់ធំធំពីរយកទៅស្ងោរជ្រូកតើគេលក់មួយថ្លៃប៉ុន្មានឬយកឲ្យធាត់បន្តិចចៅចិត្តនិយាយសុំខ្លួនថាសូមកុំប្រើឲ្យខ្ញុំបាទទិញឡើយគុណនិយាយឆ្លើយតបទៅទៀតថាតាំងពីកើតមកខ្ញុំបាទមិនដែលទិញត្រីសាច់បន្លែបង្ការអ្វីទេក្រែងគុណបន្ទោសថាទិញថ្លៃពេកត្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេទៀនប្រោមិនអីទេទៅសួរទិញចុះចាំខ្ញុំតថ្លៃឲ្យសូមឲ្យគុណតថ្លៃទិញខ្លួនឯងចុះនាងនារីឡើងមុខក្រហមបន្តិចក៏ដើររុយទៅទិញដោយខ្លួនឯងឯចៅចិត្តក៏កាន់កញ្ច្រែងដើរតាមក្រោយកាលទិញបានត្រីរស់ពីរដើរវិលទៅទិញរៀនឯទៀតនាងនៅនឹកខ្នាញ់នឹងការជជែករឹងរូសរបស់ចៅចិត្តណាស់ក៏ខ្លែងដើរចេញពីរៀនមួយទៅរៀនមួយទៀតដើរវិវក់ចុះឡើងជាច្រើនបកច្រើនសាទិញអីវ៉ាន់ច្រើនស្កះស្កេះតតែចៅចិត្តយកទៅស្ទើរតែមិនរួចនាងនឹកខ្នាញ់ក៏ខ្នាញ់ណាស់តែនឹកចង់សើចក៏ចង់សើចណាស់ដោយបានឃើញចៅចិត្តកាន់ពេញដៃទាំងពីរយូរផងត្បៀតក្លៀកផងរនេងរណោងហើយនាងធ្វើជាដើរវិលជាច្រើនបកច្រើនត្រឡប់ទៅបត់ចូលទៅរថយន្តចៅចិត្តក៏ចេះតែដើរប្រកិតតាមក្រោយដរាបដល់រថយន្តហើយទម្លាក់អីវ៉ាន់ទៅក្នុងរថយន្តនោះទៅនាងនារីឃើញកិរិយាចៅចិត្តធ្វើដូច្នេះក៏ច្រឡោតឡើងថាយីគាត់នេះខ្លែងទម្លាក់អីវ៉ាន់លើក្បាលអញឬចៅចិត្តឆ្លើយឡើងថាសូមអត់ទោសទៀនប្រោសធ្ងន់ពេកតែខ្ញុំបានទម្លាក់លើក្តាររថយន្តទេតាប្រយ័ត្នគាត់ឯងកុំដើរកិរិយាថោកទាបពេកនាយចិត្តលឺហើយគ្រាន់តែញញឹមហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បាររបស់ចៅវាយក្រមុំនោះសោះអ្នកទាំងពីរក៏អង្គុយនៅស្ងៀមទាំងអស់គ្នាឥតនិយាយរកគ្នាមួយម៉ាត់សោះមួយស្របក់ក្រោយមកទើបឃើញលួងរតនសម្បត្តិមកដល់ទីចតរថយន្តជាមួយបុរសកំឡោះម្នាក់មុខវែងពាក់មួកសពាក់អាវបើកកចងក្រវ៉ាត់ស្លៀកខោកគីពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងសនាយចិត្តគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះក៏មានសេចក្តីទាស់ចិត្តឥតត្រេកអរបន្តិចបន្តួចឡើយលួងរតនសម្បត្តិនិយាយថាយើងតោងប្រញាប់ទៅឥឡូវទៅបានបងអង្គយូរពេកមិនបានទេត្បិតយើងឥតដាក់កំភ្លើងមកផងសោះក្រែងចោលប្លន់កណ្ដាលផ្លូវនាងនារីបែរទៅញញឹមយ៉ាងផ្អែមខណៈដែលបរោះកំឡោះនោះឡើងមកលើរថយន្តហើយសួរថាលោកបាឡាន់ដាក់កំភ្លើងមកដែរឬចៅចិត្តត្អូញរងៅនៅតែក្នុងបំពង់កបរោះកំឡោះនេះជាបាឡាត់ស្រុកសង្កែ
រូបរាងបែបនេះមិនគួរសេពគប់សោះឡើយកន្លែងអង្គុយវាលល្វឹងមិនអង្គុយនៅតែទៅប្រជ្រៀតអង្គុយក្បែរខុននារីក្រអឺតចំណែកខាងលោកបលាត់ទះគូតហើយប្រាប់ថាខុននារីកំព្រួយមានកំភ្លើងខ្លីជាប់មកជាមួយដែរលោករតនសម្បត្តិក៏សើចថាមានមួយប៉ុណ្ណឹងក៏ល្មមហើយលោកបលាត់ហើយងាកទៅប្រាប់ចៅចិត្រថាចេញទៅឥឡូវនេះចុះចៅចិត្របើចេញរថយន្តទៅវេលានេះប្រហែលជាម៉ោង 4 រសៀលទើបដល់ផ្ទះយើង